ជំរាបសួរពុកម៉ែបងប្អូនមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើប្រឡាក់ឆ្អឹងជំនីជ្រូកឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ចែកជូនបងប្អូនទស្សនាទាំងអស់គ្នាណាចាឆ្អឹងជំនីជ្រូករបស់យើងមានទម្ងន់2គីឡូបងប្អូនជាដំបូងយើងប្រឡាក់ប៊ីចេងសិនមកប៊ីចេងនេះខ្ញុំដាក់មួយស្ភាកន្លះហើយយើងកូរច្របល់ឆ្អឹងជំនីជាមួយនឹងប៊ីចេងហ្នឹងឲ្យរលាយសព្វចូលគ្នាមកបងប្អូនណាចាយើងធ្វើបែបនេះធ្វើឲ្យឆ្អឹងជំនីរបស់យើងហ្នឹងចូលជាតិបានល្អហើយមានរសជាតិឆ្ងាញ់ណាបន្ទាប់ពីយើងប្រឡាក់ចូលជាតិបានល្អហើយយើងដាក់គ្រឿងដូចជាស្ករនេះខ្ញុំដាក់3ស្លាបព្រាបាយអំបិលកន្លះស្លាបព្រាបាយប្រេងខ្យងប្រហែលជា3ស្លាបព្រាបាយទឹកស៊ីអ៊ីវបន្តិចម្រេចបន្តិចផងដែរហើយទឹកត្រីបន្តិចផងដែរណាពេលដែលយើងដាក់គ្រឿងចូលរួចរាល់អស់ហើយយើងកូរច្របល់វាឲ្យសព្វគ្រឿងជាមួយនឹងឆ្អឹងជំនីរបស់យើងសិនមកបងប្អូនចាយើងកូរច្របល់ប្រហែលជា5នាទីអីទៅទម្រាំតែគ្រឿងរបស់យើងរលាយចូលជាមួយនឹងសាច់ជាមួយឆ្អឹងជំនីយើងបានល្អចាយើងធ្វើបែបនេះគឺយើងអាចចៀនភ្លាមបានបងប្អូនអាចចៀនញ៉ាំភ្លាមបានមិនបាច់ចាំទុកយូរទេបងប្អូនណាចាឥឡូវយើងដាក់ចៀនតែម្ដងទៅនាងខ្ញុំដាក់ខ្លាញ់ជ្រូកបងប្អូនខ្លាញ់ជ្រូកយើងរំលេងនៅសហ្នឹងយើងដាក់ចៀនតែម្ដងទៅហើយយើងបើកភ្លើងមកល្មមទៅបងប្អូនហើយពេលដែលយើងចៀនមកល្មមហើយយើងបិទគម្របឆ្នាំងមកសបកសិនទៅទម្រាំតែវាឆ្អិនណាបងប្អូនចាយើងធ្វើបែបនេះត្រឡប់ទៅត្រឡប់មកក្របវាមកសបកទៅដើម្បីឲ្យវាឆ្អិនដល់ឆ្អឹងដល់សាច់ខាងក្នុងណាបងប្អូនចាឥឡូវសាច់របស់យើងគឺឆ្អិនហើយបងប្អូនយើងដួសដាក់ចានម្ដងមកហើយសាច់របស់យើងគឺមានរសជាតិឆ្ងាញ់ល្មមតែបងប្អូនណាប្រៃផ្អែមល្មមឆ្ងាញ់តែម្ដងចាអរគុណបងប្អូនកុំភ្លេចជួយ Subscribe Channel របស់នាងខ្ញុំម្នាក់មួយផងណាដើម្បីទទួលបានវីដេអូជាច្រើនបន្តទៀតបើមានកំហុសខុសឆ្គងត្រង់ណាសូមអធិស្ឋានផងសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ